ពៀនត្រង់ចន្លោះមេសាលព្រឹកទាំងគូនាក្រុងកុសិនារានាថ្ងៃអង្គារយាមអង្គារពេញបរមីខែពិសាឆ្នាំម្សាញ់បញ្ញស័កវេលាទៀបភ្លឺរហូតមកដល់បច្ចុប្បន្នកាលឥឡូវនេះពុទ្ធសករាជព្រះសាសនាតកន្តានិកន្លងរំលងទៅហើយបាន2568ប្រវត្តិសាខែកន្លងទៅបាន5ខែថ្ងៃកន្លងទៅបាន8ថ្ងៃអ៊ិម៉ាស្មឹងបច្ចុប្បន្នកាលេរីឯពុទ្ធសករាជព្រះសាសនាក្នុងបច្ចុប្បន្នកាលឥឡូវនេះថ្ងៃពហុ9រោចខែអាសត់ឆ្នាំម្សាញ់សប្តាហ៍ពុទ្ធសករាជ2569ប្រវត្តិសាស្ត្រក្នុងវស្សានរដូវថ្ងៃខែឆ្នាំនេះលោកកំណត់ទុកជាបច្ចុប្បន្នវារៈអនាគតេកាលេរីឯពុទ្ធសករាជព្រះសាសនានៅសល់ខានខាងមុខទៀត2431ប្រវត្តិសាខែនៅសល់6ខែថ្ងៃនៅសល់20ថ្ងៃបូករួមសេរីទាំង3អតីតបច្ចុប្បន្នអនាគតកំណត់ព្រះពុទ្ធសករាជព្រះសាសនាគ្រប់ធួនចំនួន5000ប្រវត្តិសាស្រេចបរិបូរណ៍សាធុណាមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈណាមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈខ្ញុំបកុណាសូមលើកកកំបងនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃសរណៈមានពុទ្ធសរណៈជាដើមអាតរេណដោយសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំបរិជាគណៈព្រះមន្ត្រីសង្ឃប្រថេរានុថេរៈគ្រប់ព្រះអង្គដែលមានប្រវត្តិមានក្នុងបញ្ញបវេសនដ្ឋានដោយសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់អង្គដែលគង់នៅក្នុងវត្តរតនសីលាហើយក្របីថ្មីដោយសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់កិរិយាបង្អោនត្រៃទ្វាចំពោះរតនត្រ័យទាំង3គឺពុទ្ធប្រធមប្រសង្ឃដើម្បីនាំមកនៅសិរីសួស្តីជ័យមង្គលវិបុលសុខាមហាប្រសើរចម្រើនកើតមានដល់អិសរាធិបតីសម័យទានបុត្រធីតាប្រសាបកើតក្មួយចៅប្រុសស្រីគ្រប់រូបទាំងអស់នៃវិបាកវិញ្ញាណក្ខន្ធបុព្វការីជនដែលបានប្រដេស្ថានក្នុងប្រាង្គប្រជែកដីថ្មីនាឱកាសពេលនេះហើយនឹងប្រារព្ធពិធីបុណ្យឆ្លងប្រាង្គប្រជែកដីសូមសិរីសួស្តីជ័យមង្គលវិបុលសុខាមហាប្រសើរដោយកិរិយាធ្វើបទនមស្ការដោយសង្ខេបនេះអ៊ិតោបរាំងទិតីពីបទនមស្ការអាយាចនគាថាសង្ខេបខ្លីនេះទូលបង្គំខ្ញុំប្រកណាអាត្មាភាពនឹងលើកយកនៅព្រះសទ្ធម្មមកសម្ដែងជម្រាបចែកជូនលោកពទាវឯកឧត្តមចាស់ព្រឹទ្ធាចារ្យលោកស្រីនាងកញ្ញាពុទ្ធបរិស័ទគ្រប់រូបបានជ្រាបត្បិតនៅក្នុងឱកាសពេលនេះសម្ដេចក្រឡាហោមសខេងលោកជំទាវញ៉ែមសខនសម្ដេចក្រឡាហោមព្រមទាំងបុត្រធីតាប្រសាបកើតចៅប្រុសស្រីនិងក្មួយមានជាអាចលោកស្រីអោចំណានលោកងៅសេងកៈលោកអោសរុននិងភរិយាលោកអោសរិននិងភរិយាលោកអោសរឹមនិងភរិយាលោកអោសរ៉ាន់
និងភរិយាលោកអោសារានិងភរិយាលោកស្រីអោសៀងលេងនិងស្វាមីព្រមទាំងកូនក្មួយសាច់សាលោហិតចិត្តឆ្ងាយលោកមានសទ្ធាជ្រះថ្លាបានកសាងប្រាង្គបច្ចេកដីថ្មីដើម្បីតម្កល់ប្រដេសស្ថានឧទេសកចេតិយគឺពុទ្ធរូបមួយព្រះអង្គគង់ប្រថាប់ក្នុងប្រាង្គប្រចេតិយនេះដោយជាបូជនីយដ្ឋានរួចចប់សពគ្រប់កាលណាក៏បានអញ្ជើញអធិធាតុមេត្តាបិតាមកប្រដេសស្ថានជាពុទ្ធបរិស័ទនៃឧទេសកចេតិយដែលលោកអម្ចាស់បានប្រដេសស្ថានជំនួសជួសតាងឲ្យក្រុមគ្រួសារញាតិរបស់លោកជំទាវឧត្តមសម្ដេចបានឲ្យដឹងថាប្រាង្គបច្ចេតិយនិងឧទេសកចេតិយនេះបានប្រដេសស្ថានក្នុងភូមិក្របៅជួរខុសវត្តរតនសីលាហៅក្របៅថ្មីឃុំក្របៅស្រុកកំចាយមៀខេត្តព្រៃវែងទុកជាទីសក្ការៈតទៅខាងមុខក្រោយអំពីប្រាង្គបច្ចេតិយបានរៀបចំយ៉ាងស្អាងស្អាតរយៈពេលប្រមាណខែតាមដឹងថាប្រាង្គបច្ចេតិយនេះចាប់ផ្ដើមកសាងនៅថ្ងៃច័ន្ទ4កើតខែចេសឆ្នាំម្សាញ់បញ្ញសប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី9ខែមិថុនាឆ្នាំ2025ចន្លោះ3ទៅ4ខែប្រាង្គបច្ចេតិយនេះបានរួចចប់សពគ្រប់ស្អាតបរិបូរណ៍វិចិត្រដោយសិល្បៈជាទម្រង់ការប្រដាប់ទៅដោយក្បូរក្បាច់រចនានិងជាគ្រឿងសម្គាល់ថាជាទីបូជនីយដ្ឋានកាលបើបានកសាងរួចហើយក្រោមមតិប្តីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវសម្ដេចកលាហោមបានដឹកនាំកូនក្មួយធ្វើពិធីបុណ្យឆ្លងនិងរៀបចំដង្ហែអធិធាតុផ្លាស់ផ្ទះថ្មីជូនបុព្វការីជនមានលោកតាមហាឧបាសកងេបអោជាដើមហើយបានដង្ហែនៅអធិធាតុអំពីគេហដ្ឋានមកប្រដេសស្ថានព្រឹកមិញចប់សពគ្រប់វេលាម៉ោង6និង9នាទីថ្ងៃប្រហោះ9រោចខែអាសត់ដែលជាពេលវេលាប្រកបដោយសិរីសួស្តីនិងសេចក្តីសុខសាន្តទាំងវិបាកវិញ្ញាណក្ខន្ធបុព្វការីជនទាំងកូនក្មួយសាច់ញាតិដែលមានជីវិតរស់នៅខាងក្រោយជាយាមល្អជាមង្គលល្អជានក្ខត្តល្អក្រោមការដឹកនាំរៀបចំកិច្ចការងារនេះរបស់លោកអាចារ្យទាំងពីររូបមានប្រកាសបួងសួងសូមដល់ម្ចាស់ទឹកដីដែលស្ថិតនៅលើភូមិភាគនិងម្ចាស់ទឹកដីដែលស្ថិតនៅលើអាកាសភាគហើយក៏បានដង្ហែដំកុំដំកើងអភិសេកព្រមទាំងវិឡាបនៈពិសេសពុទ្ធរូបផងព្រមទាំងមេត្តាបិតាបុព្វការីជនផងហើយបានតម្កល់ទុកត្រឹមត្រូវតាមក្បួនខ្នាតពីបុរាណរហូតមកបវារណាប្រសង់ទទួលនៅយាគូគឺចង្ហាន់ពេលព្រឹកលោកអម្ចារ្យបានដឹកនាំញោមញាតពុទ្ធបរិស័ទទាំងអស់ធ្វើបទនមស្ការសមាទានសិលចម្រើនព្រះបរិត្តកាត់ចេញបណ្ដេញចោលនៅឧបទ្រពកំបីបើកើតមានហើយក៏ទៀមទាយកនៅបុណ្យកុសលសិរីសួស្តីក្នុងពេលវេលាដ៏មានអត្ថប្រយោជន៍នេះក៏ចង់ស្ដាប់ពីអានិសង្ឃដែលអំពីការប្រតិបត្តិរលឹកនឹកដល់គុណរបស់បុព្វការីគុណ
ហើយបានធ្វើមង្គល2ប្រការជាកិច្ចតបគុណគឺទី1ចំណាយទ្រព្យសាងប្រាង្គបច្ចេកដីទី2រៀបចំផ្ទះថ្មីស្អាតល្អហើយតម្កល់លោកទុកនៅក្នុងផ្ទះថ្មីដង្ហែមកប្រដិស្ថានទុកក្នុងបច្ចេកដីពិធីទាំងអស់នេះមានប្រកាសនៅក្នុងព្រះពុទ្ធសាសនាព្រះសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងទេបានជាបានជាកតញ្ញូកតវេទិតាបុគ្គលគឺកូនប្រុសស្រីក្មួយសន្តានញាតិមៀតនៅឯក្រោយបានប្ររពធ្វើដូច្នេះដើម្បីបញ្ជាក់អំពីទឹកសទ្ធាប្រកបទៅដោយកតញ្ញូតាធម៌គឺការដឹងនៅឧបការៈគុណហើយធ្វើនៅគុណនោះទូលព្រះបង្គំខ្ញុំប្រកាសណាអាត្មាភាពនឹងលើកយកនៅពុទ្ធដីកាមាននៅក្នុងភាសិតវាទយកមកបញ្ជាក់ដើម្បីបង្ហាញឲ្យឃើញថាពិធីសាសនពិធីនេះគឺមិនមែនទើបមានតែឥឡូវទេគឺពុទ្ធព្រះអង្គទ្រង់សម្ដែងទុកប្រដេះឧទ្ទិសឋានសម្រាប់ឲ្យវិនយសត្វគឺកុលបុត្រកុលធីតារូបណាដែលលោកមានធម៌កតញ្ញូគឺការដឹងគុណនិងកតវេទីធ្វើតបនៅគុណនោះកសាងនៅសំណង់ទាំងអស់នោះហើយតម្កល់លោកទុកធ្វើជាទីសក្ការៈយូរអង្វែងដូចជាពិធីដែលលោកអាចារ្យបានប្រារព្ធធ្វើព្រឹកមិញពុទ្ធដីកានោះព្រះអង្គទ្រង់ត្រាស់សម្ដែងថាបដិមាពោធិរុក្ខាធោបាជីតនធាតយោចតុរាសីតេសហសធម្មខន្ធាសុទេសិតាអក្កបវត្តនឋានាថបេតាហោតិបានិណੰប្រែមកថាវត្ថុ5យ៉ាងដែលជាគ្រឿងចំណាំពុទ្ធសាសនានរៈជនប្រុសស្រីឯណាកាត់ដំឡាសាធារួមគ្នាកសាងនៅវត្ថុ5យ៉ាងនោះណាមួយតម្កល់ទុកនៅក្នុងពុទ្ធសាសនាវត្ថុទាំង5យ៉ាងនោះហៅថាអគ្គវត្ថុប្រែមកថាវត្ថុដ៏ប្រសើរខ្ពង់ខ្ពស់វត្ថុទាំង5ប្រសើរខ្ពង់ខ្ពស់នោះមិនមែនមានត្រឹមតែជាទីសក្ការៈបូជាប៉ុណ្ណោះប៉ុន្តែនឹងជាវត្ថុចំណាំព្រះពុទ្ធសាសនាតរៀងទៅបច្ចុប្បន្ននេះអាដាមលោកជំទាវបានឃើញថានៅមានប្រសង់នៅមានវត្តអារាមគួរគោរពគួរបូជាកាលណាបើសាសនានេះរាវទៅរួញទៅឥឡូវ2569ដល់ទៅ2580 90រហូតដល់1500 1400លង្កសម្បត្តិគឺភេទអ្នកបួសនឹងអស់ភេទអ្នកបួសលែងត្រូវត្រង់ធម៌វិន័យនៅតែស្លៀកសពាក់សប្រតិបត្តិធម៌អាសិក្ខាវិន័យញាតិញោមបូជាទៅដល់តែយូរបន្តិចទៀតទៅ100ឆ្នាំ200ឆ្នាំបាត់អស់ម្ដងបន្តិចយូរទៅពុទ្ធសាសនាកាន់តែរួញរាវកាន់តែខោចខៃចុះទៅនៅពេលនោះអស់ទាំងវត្តអស់ទាំងអារាមអស់ទាំងអ្នកបួសដោយអន្លើដោយកន្លែងខ្លះដូច្នេះវត្ថុ5យ៉ាងនេះពុទ្ធទ្រង់ត្រាស់សម្ដែងថាបើមានប្រដេស្ថាននៅទីណាកន្លែងណាកន្លែងនោះហើយដែលជាវត្ថុដែលជាកន្លែងសម្គាល់ថាមានពុទ្ធសាសនាដូច្នេះព្រះអង្គទ្រង់សម្ដែងថាបដិមាគឺពុទ្ធរូបនេះមួយពោធិរុក្ខាដើមពោធិព្រឹក្សនេះ2ធោបៈស្ដោបស្រុកយើងស្រុកគេប្រើស្ដោបកសាងស្ដោប
ដូចជាស្រុកលង្កាស្រុកភូមាស្រុកឥណ្ឌាគេកសាងស្ដូបនឹងរៀងដូចបាតមូលខាងក្រោមហើយមានប្រាង្គបន្តុបពីខាងលើបើមិនដូចបាតទេដូចផ្តិលផ្កាប់អានឹងស្ដូបដល់ស្រុកយើងធ្វើទៅជាចេតិយទៅជាប្រាង្គដោយស្រុកយើងនេះឯងមានតួប្រាសាទអង្គរតូចអង្គរធំជានិមិត្តរូបដែលប្រកបដោយវិចិត្រវិសាលល្អល្អះគួរជាទីជ្រះថ្លាណាស់ហើយល្បីល្បាញនៅក្នុងពិភពលោកដូច្នេះសព្វវ័នគឺអ្នកឆ្លៀសឆ្លាស់ក្នុងសព្វកម្មលោកកែច្នៃអំពីស្ដូបអំពីថោបៈនេះមកទៅជាចេតិយឲ្យទោះបីជាមូលក៏ដោយទោះបីជាជ្រុងក៏ដោយគឺទៅកំពូលខាងលើជាតួប្រាង្គទាំងអស់និងទី3ថោបៈឬក៏ចេតិយទី4ជីនធាតុគឺអដ្ឋិធាតុព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធនិងទី5ធម៌ទាំង 84000 បឋមខណ្ឌគឺបត្រៃបៃដកទីណាមានបត្រៃបៃដកទីនោះឈ្មោះថាគឺមានអគ្គវត្ថុគឺវត្ថុសម្រាប់ចំណាំពុទ្ធសាសនាដោយឡែកនៅក្នុងក្រុមគ្រួសារបុត្រធីតាប្រុសស្រីនៃកូនចៅរបស់លោកតាឧបមហាឧបាសកញេបអោលោកបានកសាងនៅអគ្គបវត្តនវត្ថុនេះ2ក្នុងចំណោម5ដែលដឹកនាំដោយសម្ដេចកលាហោមនិងលោកជំទាវទី1គឺប្រាង្គបច្ចេតិយហៅថាថោបៈនិងទី2គឺឧទេសកចេតិយពុទ្ធរូបប្រាង្គបច្ចេតិយនេះគេកសាងដើម្បីប្រដិស្ថានពុទ្ធរូបហេតុដូចម្ដេចបានជាដូច្នោះពីព្រោះចេតិយប្រែមកថាទីជាទីគោរពបូជាទីដែលបុគ្គលមានសេចក្តីជ្រះថ្លាគប្បីសន្សំដោយវត្ថុទាំងឡាយមានឥតជាដើមលោកចងជាបទវិគ្រោះទុកមកថាចេតពាំងពោចេតពន្តិតិចេតយោឋានាទីណាដែលយើងគួរគោរពបូជាទីនោះឲ្យឈ្មោះតែចេតិយនឹងមាន4ទី1ឧទេសកចេតិយគឺសំដៅទៅដល់ពុទ្ធរូបទី2ធម្មចេតិយបានទៅដល់បត្រៃបៃដកឬធម៌ទាំង 84000 បឋមខណ្ឌទី3ធាតុចេតិយបានទៅដល់ចេតិយដែលគេបញ្ចុះអដ្ឋិធាតុចំពោះអរហៈបុគ្គលទាំងឡាយ4ពួកមានព្រះសម្មាសម្ពុទ្ធ1ពួកបបៃជ័យកពុទ្ធ1ពួកព្រះអនុពុទ្ធគឺព្រះអរហន្តាបក្ខីណាស្រប1ពួកនិងស្ដេចចក្រពត្រាធិរាជ1ពួកនិងចេតិយទី4បានដល់បរិភូ